សម្លប្រហើរហូបជាមួយនឹងនំបញ្ចុកខ្មែរគឺរបៀបស្លគឺមានច្រើនរបៀបមែនទែនប៉ុន្តែបើរបៀបដូចខ្ញុំស្លនេះគឺងាយស្រួលមែនទែនបងប្អូនដំបូងគ្រាន់តែដាំទឹកឲ្យពុះជ្រុំប្រហុកដាក់ខ្ទិះដូងបុកសាច់ត្រីឲ្យម៉ត់ចឹងមកយើងអាចទទួលទានបានហើយសំខាន់នេះបងប្អូនហើយសម្លទឹកនំចេញមកឡើងខាប់ហើយយើងបន្ថែមជាមួយបន្លែខ្មែរមានផលិតមានការស្នោមានអាជីម្លូជូរតិចៗមកហើយអំបិលម្ទេសហុយតិចៗនិយាយពីឆ្ងាញ់បងប្អូនចឹងឥឡូវនេះបងប្អូនមកតាមដានពីរបៀបធ្វើនៃទឹកសម្លប្រហើរនំបញ្ចុកជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាដំបូងឡើយគឺខ្ញុំកោសដូងបងប្អូនឲ្យដូងគឺដូងធម្មជាតិពិតតែម្ដងដូងបានមកពីអ្នកខាងបាត់ដំបងគាត់ឲ្យម៉ែខ្ញុំពី3ផ្លែថ្ងៃមុនហ្នឹងក៏ខ្ញុំយកមកកោសហើយអត់ដាក់ច្រើនទេបងប្អូនគឺដូងហ្នឹងទូចល្មមនេះខ្ញុំដូចជាប្រើតែមួយចាហៀងណាដោយសារខ្ញុំស្លត្រីតែចំនួន1គីឡូហើយបន្ទាប់មកទៀតខ្ញុំក៏បានបកខ្ទឹមសម្អាតឲ្យស្អាតលាងទឹកឲ្យស្អាតមានខ្ទឹមសហើយគ្រឿងផ្សំផ្សេងទៀតមានដូចជាស្លឹកក្រូចសើចហើយមានខ្ជាយមានអីអញ្ចឹងឥឡូវនេះបន្ទាប់ពីបកខ្ទឹមហើយខ្ញុំក៏បានបុកវាឲ្យម៉ត់អញ្ចឹងបងប្អូននិយាយទៅអាបុកគ្រឿងនោះបុកឲ្យបានម៉ត់កាលណាល្អកាលហ្នឹងហើយបើបានចិត្តសបកល្មៀតអីទៀតក៏កាន់តែល្អដែរបងប្អូនប៉ុន្តែខ្ញុំនឹកឃើញតែខ្ញុំជ្រុំយកតែជាតិនោះអញ្ចឹងកាកខ្ញុំអត់យកទេបងប្អូនអញ្ចឹងខ្ញុំចោលកាកអីអញ្ចឹងណាបងប្អូនបន្ទាប់មកនេះបងប្អូនឲ្យបុកឲ្យម៉ត់ខៃអញ្ចឹងមកបងប្អូនចង់ដាក់ទាំងអស់ក៏បានប៉ុន្តែខ្ញុំដាក់ទាំងអស់ពាក់កណ្ដាលហើយពាក់កណ្ដាលទៀតខ្ញុំទុកជ្រុំយកតែជាតិអញ្ចឹងព្រោះខ្ញុំអត់ចង់ឲ្យសបកល្មៀតដែលខ្ញុំដាក់វាមើលទៅរៀងញ៉ៃញ៉ៃមើលទៅរៀងស្កេះស្កាស់ក្នុងឆ្នាំងទឹកស្លយើងឥឡូវនេះគ្រឿងខ្ទឹមល្មៀតហើយនឹងខ្ជាយ3មុខគឺខ្ញុំបានបុកបញ្ចូលគ្នាម៉ត់ឆឹងល្អឲ្យបងប្អូនខ្ញុំក៏ចាប់ផ្ដើមបង្កាត់ភ្លើងដាក់ដាំទឹកសម្លបងប្អូនហើយខ្ញុំស្លនេះខ្ញុំស្លចក្រានអស់បងប្អូនវាឈ្ងុយឆ្ងាញ់វាថាឆាប់ឆ្អិនណាបងប្អូនដោយសារភ្លើងវាខ្លាំងជាងភ្លើងចក្រានហ្គាសអញ្ចឹងណាបងប្អូនហើយណាមួយក៏កាត់បន្ថយការចំណាយប្រើប្រាស់ចក្រានអគ្គិសនីឥឡូវនេះបន្ទាប់ពីដាំទឹកខ្ញុំមូលស្លឹកគ្រៃចំនួន1ដៃធំបងប្អូនមូលដំវាឲ្យរៀងបែកឲ្យឈ្ងុយតិចមកហើយដាក់ចូលទឹកឆ្នាំងស្លហ្នឹងមកហើយចំពោះស្លឹកគ្រៃហ្នឹងបងប្អូនចង់ហាន់បុកក៏បានចង់មូលដំវាឲ្យចេញជាតិខ្ញុំអញ្ចឹងក៏បានដែរវាដូចថាបើយើងហាន់បុកវាចំណាយពេលយូរហើយវារៀងស្កាតអញ្ចឹងណាបើយើងគ្រាន់តែមូលដំដាក់អញ្ចឹងវាបានក្លិនឈ្ងុយដូចគ្នាប៉ុន្តែវាអត់សូវស្កាតអញ្ចឹងបន្ទាប់ពីដាំទឹកសម្លហើយបង់ស្លឹកគ្រៃក្នុងឆ្នាំងសម្លចោលហើយខ្ញុំក៏ចាប់ផ្ដើមមកបង្ហាញពីនំបញ្ចុកដែលខ្ញុំបានទិញបងប្អូនថ្ងៃហ្នឹងខ្ញុំទិញចំនួន3-4គីឡូដែរបងប្អូនហើយអ្នកលក់រៀបចំឲ្យស្អាតមែនទែនបន្ទាប់ពីបង្ហាញនំបញ្ចុកហើយខ្ញុំក៏បុកអំបិលម្ទេសសម្រាប់ហូបផ្ទាប់ជាមួយនឹងសម្លប្រហើរនំបញ្ចុកនៅពេលដែលហូបអញ្ចឹងណាបងប្អូននិយាយទៅខ្ញុំចូលចិត្តហូបអំបិលម្ទេសហិលហុយអត់ដាក់ស្ករបងប្អូនយើងបុកតែម្ទេសពីចេងហើយអំបិលហ្នឹងមកបុកឲ្យម៉ត់ហើយយើងដាក់ម្ទេសឲ្យច្រើនមកនិយាយពីថាយកទៅផ្ទាប់ហូបជាមួយនឹងទឹកនំសម្លនំបញ្ចុកហ្នឹងឆ្ងាញ់ខ្លាំងមែនទែនឆ្ងាញ់ជាងហូបម្ទេសផ្ទាល់បងប្អូនបើសិនជាអត់ជឿអាចសាកបានបងប្អូនហើយបើថាកន្លែងអ្នកលក់ណាគាត់មានអំបិលម្ទេសផ្ទាប់ជាមួយនឹងនំបញ្ចុកសម្លប្រហើរខ្មែរគឺខ្ញុំចូលចិត្តខ្លាំងមែនទែនបងប្អូនដោយសារវាត្រូវជាតិគ្នាជាមួយនឹងទឹកសម្លនំបញ្ចុកហើយបានអំបិលម្ទេសហុយបងប្អូននិយាយពីថាក៏ហល់ក៏ហាយឆ្ងាញ់បន្ទាប់ពីបុកអំបិលម្ទេសរួចហើយខ្ញុំក៏បើកឆ្នាំងសម្លមើលឃើញតែទឹកសម្លពុះខ្ញុំក៏បង់ត្រីស្ងោរឲ្យឆ្អិនដើម្បីសម្រាប់យកមកបេះបុកសាច់ត្រីឲ្យម៉ត់អញ្ចឹងណាបងប្អូនហើយពេលមុនស្ងោរហ្នឹងក៏ខ្ញុំបានដាក់អំបិលដាក់ប៊ីចេងដាក់ស្លឹកគ្រៃដើម្បីកាត់ឆ្អាបអញ្ចឹងណាបងប្អូនបន្ទាប់ពីស្ងោរត្រីហើយខ្ញុំក៏មកច្របាច់ខ្ទិះដូងចាបងប្អូនខ្ញុំយកតែទឹកខ្ទិះដើមទេដាក់ទឹកតែល្មមហើយដូងចំនួន1ផ្លែហ្នឹងគឺខ្ញុំដាក់ទាំងអស់គ្រាន់ថាដូងហ្នឹងអត់ធំទេបងប្អូនពួកខ្ញុំស្លត្រីតែចំនួនត្រី1គីឡូអញ្ចឹងណាហើយនៅពេលស្ងោរត្រីនេះបងប្អូនខ្ញុំដាក់គ្រឿងតិចតួចនៅក្នុងនោះមានតែអំបិលហើយនៅប៊ីចេងដាក់អញ្ចឹងទៅដើម្បីកុំឲ្យវាមានឆ្អាបនៅក្លិនទឹកស្លយើងអញ្ចឹងណាបងប្អូនហើយនេះគ្រឿងផ្សំដែលបានផ្សំហើយមានអំបិលមានអំបិលហ្នឹងទុកហូបនៅពេលដែលស្លឆ្អិនហើយនេះគ្រឿងសម្រាប់ដាក់ក្នុងសម្លប្រហើរហើយនេះខ្ទិះដូងដែលខ្ញុំបានច្របាច់ហើយយកតែខ្ទិះដើមឯងបងប្អូនហើយប្រហុកចំនួន4-5ច្រវានសម្រាប់ជ្រុំនៅពេលដែលយើងដាក់គ្រឿងត្រូវស្លទឹកនំបញ្ចុកហ្នឹងអញ្ចឹងណាបងប្អូននិយាយទៅគឺខ្ញុំស្លតាមចំណង់ចំណូលចិត្តអ្នកផ្ទះខ្ញុំគាត់ចូលចិត្តហូបបែបអញ្ចឹងបើពុកម៉ែបងប្អូនចង់ដូចថាបន្ថែមបរិមាណបន្ថែមរសជាតិអីផ្សេងទៀតអាចដាក់តាមចំណង់ចំណូលចិត្តដូចជាសណ្តែកដីដូចជាបន្ថែមខ្ទិះដូងអីពីលើទៀតបានអញ្ចឹងណាបងប្អូនហើយឥឡូវនេះត្រីដែលបានស្ងោរក្នុងទឹកសម្លហ្នឹងក៏បានឆ្អិនដែរបងប្អូនអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមស្រង់វាយកមកបេះសាច់ដើម្បីយកសាច់វាទៅបុកជាមួយគ្រឿងឲ្យម៉ត់ឲ្យដើម្បីឲ្យទឹកនំយើងខាប់អញ្ចឹងកាលណាយើងអត់យកត្រីនឹងទៅបុកជាមួយគ្រឿងវាអត់ម៉ត់យើងគ្រាន់តែបេះឲ្យដាក់ចូលឆ្នាំងស្លវិញវាអត់ស្អិតល្មួតអត់ឆ្ងាញ់អត់ស៊ីចង្វាក់ជាមួយនឹងសាច់នំបញ្ចុកយើងអញ្ចឹងណាបងប្អូនអញ្ចឹងយើងបេះហើយយកឆ្អឹងចេញឲ្យស្អាតសម្អាតតតែស្អាតអស់ឆ្អឹងពីក្នុងសាច់ត្រីហ្នឹងបានយើងយកទៅបុកឲ្យម៉ត់ជាមួយគ្រឿងឲ្យមើលទៅថានៅពេលដែលយើងដាក់ចូលក្នុងទឹកសម្លយើងឃើញវាខាប់អញ្ចឹងណាហើយបងប្អូនចំពោះទឹកសម្លបងប្អូនទឹកសម្លស្ងោរត្រីហ្នឹងក៏ខ្ញុំយកមកច្រោះកាក់សកាកាក់ឆ្អឹងវាបន្ថែមមកតង់ទៀតដែរដើម្បីឲ្យពេលយើងដួសទឹកស្លហូបនៅពេលឆ្អិនទៅវាអត់មានកាក់ឆ្អឹងកាក់អីជាប់នឹងអញ្ចឹងណាឥឡូវនេះត្រីដែលបានបេះឆ្អឹងហើយខ្ញុំក៏យកមកបុកដើម្បីឲ្យម៉ត់ឲ្យខាប់នៅពេលដែលយើងដាក់ចូលក្នុងឆ្នាំងទឹកសម្លបងប្អូនខ្ញុំបុកបែបហ្នឹងហើយយើងរើសឆ្អឹងសម្អាតស្រកាវាចេញឲ្យអស់ចឹងមកបុកវាបុកតតែម៉ត់អញ្ចឹងណាបងប្អូនហើយខ្ញុំប្រើត្បាល់ថ្មជាមួយនឹងរ៉េឈើបងប្អូនបុកអាឈើជាមួយអាឈើវាអត់ដូចថាវាកតឡងដល់ពេលយើងប្រើត្បាល់ថ្មហើយរ៉េឈើវាបុកទៅដូចថាវាជក់គ្នាវាអត់ឡងមកអារ៉េហ្នឹងអត់ឡងឡើងមកលើអញ្ចឹងវាស្រួលបុកម្យ៉ាងដែរឡើយខ្ញុំក៏ដាក់គ្រឿងដែលបានបុកចូលមុនហ្នឹងបងប្អូនខ្ញុំយកមកដាក់បុកលាយជាមួយសាច់ត្រីដែលខ្ញុំបានបេះហើយយកមកបុកហ្នឹងក៏បុកបញ្ចូលគ្នាឲ្យម៉ត់ដើម្បីឲ្យវាទៅជាសាច់គ្រឿងនិងសាច់ត្រីហ្នឹងវាទៅជាសាច់តែមួយអញ្ចឹងដើម្បីទុកយកទៅដាក់ក្នុងទឹកសម្លនៅពេលដែលយើងដាក់គ្រឿងក្រៅហើយចិត្តអស់បានយើងយកសាច់ត្រីដែលបានបុកជាមួយគ្រឿងខ្មែរហ្នឹងយកដាក់ទឹកឆ្នាំងម្លអញ្ចឹងបន្ទាប់ពីបុកហើយខ្ញុំចាប់ផ្ដើមបន្ថែមស្លឹកក្រូចសើចចំនួន3-4-5 សន្លឹកបន្ទាប់មកទៀតខ្ញុំជ្រុំប្រហុកប្រហែលជាមួយវែកបងប្អូនប្រហែលជា4-10ច្រកហើយសម្លប្រហើរខ្មែរហូបជាមួយនំបញ្ចុកបើយើងអត់ជ្រុំប្រហុកអត់ហៅថាសម្លប្រហើរនំបញ្ចុកទេបងប្អូនព្រោះឯនំបញ្ចុកយើងបង្កើនរសជាតិបង្កើនក្លិនឈ្ងុយចេញពីប្រហុកបន្ទាប់ពីជ្រុំប្រហុកហើយបងប្អូនខ្ញុំក៏បានដាក់ខ្ទិះដើមចំនួនកន្លះកូនក៏ធន់ទូចល្មមនេះបងប្អូនដើម្បីបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់ពីដាក់ទឹកខ្ទិះដូងហើយខ្ញុំក៏បានដាក់សាច់ត្រីបុកជាមួយនឹងគ្រឿងហ្នឹងបងប្អូនហើយខ្ញុំកូរវាឲ្យមើលទៅល្មួតចូលជាមួយនឹងទឹកសម្លខ្ទិះដូ
ដូងជាមួយនឹងសាច់ត្រីអញ្ចឹងបន្តមកទៀតខ្ញុំថែមស្ករត្នោតខ្មែរហើយនឹងអំបិលចំនួន1ចឹបបងប្អូននេះហើយខ្ញុំកូរវាចូលជាតិគ្នាមកសន្ទុះអញ្ចឹងមកមើលតែវារៀងមកពុះសប់ល្អអាហ្នឹងខ្ញុំលើកវាឡើងលើបន្ទាប់ពីលើកឆ្នាំងសម្លចុះបងប្អូនអ្វីដែលមិនអាចភ្លេចបានគឺដុំស៊ុបខ្នុរដើម្បីបង្កើនរសជាតិកាន់តែឈ្ងុយកាន់តែឆ្ងាញ់ឥឡូវនេះទឹកសម្លយើងក៏បានពុះហើយឈ្ងុយជះក្លិនមកឈ្ងុយមែនតើបងប្អូនណានិយាយពីថាសាយក្លិនភាយមកឈ្ងុយធ្វើឲ្យឃ្លានមែនតើឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់នំបញ្ចុកចាប់ពី3ច្រវាយដួសទឹកសម្លដាក់បងប្អូនណានិយាយពីថាទឹកសម្លហើយនឹងនំបញ្ចុកវាត្រូវគ្នាតែម្ដងសាច់នំបញ្ចុកឲ្យឡើងទន់ល្មើយហើយទឹកសម្លឲ្យឡើងស្អិតល្មួតឡើងខាប់ថិលហ្មងហើយបន្ថែមជាមួយនឹងអំបិលម្ទេសដែលបានបុកបន្ថែមជាមួយបន្លែខៀវមានផលិតមានជីមានអីអញ្ចឹងណាបងប្អូនហើយមានការស្នោមានអីទៅអូយបងប្អូនណានិយាយពីឆ្ងាញ់ហើយបន្លែហ្នឹងពុកម៉ែបងប្អូនចង់ដាក់អីតាមចំណង់ចំណូលចិត្តនៃពុកម៉ែចូលចិត្តហូបអញ្ចឹងណាពុកម៉ែបងប្អូនបើសម្រាប់ខ្ញុំគឺខ្ញុំមានបន្លែអីគឺខ្ញុំដាក់បន្លែហ្នឹងបងប្អូនតែបន្លែដែលខ្ញុំដាក់គឺតើតែត្រូវជាមួយនឹងបន្លែលក់ហូបជាមួយនឹងទឹកស្លនំបញ្ចុកសម្លប្រហើរហ្នឹងអញ្ចឹងណាបងប្អូនហើយនេះបងប្អូនណានិយាយពីថានំបញ្ចុក2ថ្ងៃជាប់គ្នាអត់ធំអត់តលន់សោះឲ្យតែស្លប្រហើរនំបញ្ចុកខ្ទិះដូងហើយនំបញ្ចុកទុនអញ្ចឹងទៀតអូយបងប្អូនណានិយាយពីឆ្ងាញ់ហើយសំខាន់ដាក់ជាមួយអំបិលម្ទេសក្រហមហ្នឹងនិយាយពីត្រូវគ្នាហិលហុយដាក់ជាមួយនឹងទឹកស្លនំបញ្ចុករៀងសាបឡំមកនិយាយពីថាអូយបងប្អូនហូបហើយមានកម្លាំងព្រឹសតែម្ដងហើយរសជាតិឆ្ងាញ់មែនណាពុកម៉ែបងប្អូនមកស្លរបៀបបែបខ្ញុំហ្នឹងងាយស្រួលបងប្អូនអត់មានប្រើគ្រឿងអីញ៉ៃច្រើនទេយូរតែយើងកោសដូងយូរតែបុកគ្រឿងតែប៉ុណ្្នឹងឯងបងប្អូន